ជាទីស្រឡាញ់យើងច្រើនតែផ្ដោតលើលទ្ធផលច្រើនពេកមុននឹងចាប់ផ្ដើមធ្វើអ្វីមួយឧទាហរណ៍នៅពេលរៀបចំសម្រាប់ការប្រឡងយើងអាចគិតតែពីការទទួលបានពិន្ទុល្អឬនៅពេលចាប់ផ្ដើមអាជីវកម្មយើងអាចផ្ដោតតែលើការរកលុយបានច្រើនទោះបីលទ្ធផលមានសារៈសំខាន់ខ្លាំងក៏ដោយយើងត្រូវដឹងថាកម្លាំងចិត្តជាកត្តាសំខាន់ជាងព្រោះវាជាចំណុចចាប់ផ្ដើមនៃអ្វីទាំងអស់វាមានសារៈសំខាន់ណាស់ក្នុងការពិចារណាថាហេតុអ្វីបានជាយើងចង់ធ្វើអ្វីមួយនិងអ្វីជាខ្លឹមសារនៃចេតនានោះប្រសិនបើកម្លាំងចិត្តរបស់យើងមិនបរិសុទ្ធទោះបីលទ្ធផលល្អយ៉ាងណាក៏ដោយវានឹងនាំទៅរកបំណងប្រាថ្នាដែលខុសឆ្គងនិងទីដៅមិនត្រឹមត្រូវនៅក្នុងសៀវភៅពីសាមយូអែល 24 មួយស្ដេចដាវីតបានបញ្ជាឲ្យធ្វើជំរឿនប្រជាជនទូទាំងអ៊ីស្រាអែលផ្ទៃខាងក្រៅជំរឿនអាចហាក់ដូចជាសកម្មភាពស្របច្បាប់ដើម្បីគ្រប់គ្រងប្រទេសឲ្យបានល្អប៉ុន្តែជំរឿនរបស់ដាវីតមិនមែនគ្រាន់តែរាប់ចំនួនប្រជាជនប៉ុណ្ណោះទេវាបានកើតចេញពីមោទនភាពនៅក្នុងចិត្តរបស់គាត់និងបំណងបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាជាងពឹងផ្អែកលើព្រះកម្លាំងចិត្តរបស់គាត់គឺមោទនភាពនិងការលើកតម្កើងខ្លួនឯងព្រះមិនសពព្រះទ័យនឹងរឿងនេះទេហើយជាលទ្ធផលជំរឿននេះបាននាំមកនូវទុក្ខវេទនាដ៏ធំធេងដល់អ៊ីស្រាអែលយើងរស់នៅក្នុងពិភពលោកដែលឆ្លុះវង្វេងនឹងលេខចំនួនអ្នកតាមដាននៅលើបណ្ដាញសង្គមសំទល់ឲ្យកណេធនាគារពិន្ទុប្រឡងតួនាទីការងារយើងព្យាយាមបញ្ជាក់ពីតម្លៃរបស់យើងតាមរយៈរបស់ទាំងនេះប៉ុន្តែប្រសិនបើកម្លាំងចិត្តក្នុងការស្វែងរករបស់ទាំងនេះគឺក៏ខ្ញុំចង់បង្ហាញថាខ្ញុំប្រសើរជាងអ្នកដទៃឬក៏ខ្ញុំចង់ឈានមុខអ្នកដទៃនោះទីបំផុតយើងនឹងអស់កម្លាំងនិងមានអារម្មណ៍ថាទេដូចដាវីតដែរកម្លាំងចិត្តខុសឆ្គងនឹងនាំយើងទៅកាន់ផ្លូវខុសប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានរស់នៅក្នុងជីវិតដែលផ្ទុយស្រឡះពីនេះតើកម្លាំងចិត្តរបស់ព្រះយេស៊ូវក្នុងការយាងមកកាន់ផែនដីនេះគឺជាអ្វីទោះបីព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះក៏ដោយព្រះអង្គបានយាងមកកាន់ផែនដីនេះដើម្បីបំពេញតាមបំណងប្រាថ្នារបស់ព្រះនិងស្រឡាញ់យើងព្រះយេស៊ូវបានបន្ទាបព្រះអង្គហើយស្ដាប់បង្គាប់យ៉ាងពេញលេញសូម្បីតែរហូតដល់ការសុគតនៅលើឈើឆ្កាងការស្ដាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវបានលុបបាបនៃបំណងប្រាថ្នាដែលខុសឆ្គងនិងមោទនភាពរបស់យើងលែងជាអ្នកជាប់ឃុំនៃកម្លាំងនិងបំណងប្រាថ្នារបស់យើងទៀតហើយនៅក្នុងព្រះគ្រីស្ទយើងត្រូវបានរំដោះចេញពីបន្ទុកនៃបាបហើយតាមរយៈការស្ដាប់បង្គាប់របស់ព្រះអង្គយើងត្រូវបានធ្វើឲ្យសុចរិតនៅចំពោះព្រះឥឡូវនេះជំនួសឲ្យការរស់នៅដោយកម្លាំងរបស់យើងផ្ទាល់យើងត្រូវបានផ្ដល់សមត្ថភាពឲ្យរស់នៅក្នុងជីវិតនៃការស្ដាប់បង្គាប់តាមបំណងប្រាថ្នារបស់ព្រះក្នុងព្រះគ្រីស្ទជីវិតរបស់យើងលែងនិយាយអំពីការលើកតម្កើងខ្លួនឯងទៀតហើយប៉ុន្តែអាចក្លាយជាបន្តែមួយដើម្បីបង្ហាញពីសេរីរុងរឿងរបស់ព្រះគ្រីស្ទមិត្តភក្តិឲ្យហេតុអ្វីមិនចាប់ផ្ដើមជីវិតដែលផ្ដោតលើកម្លាំងចិត្តជាជាងលទ្ធផលនៅពេលដែលយើងថ្វាយបេះដូងរបស់យើងទៅកាន់ព្រះហើយចាប់ផ្ដើមអ្វីទាំងអស់ជាមួយនឹងកម្លាំងចិត្តដែលធ្វើឲ្យព្រះអង្គសពព្រះទ័យជីវិតរបស់យើងនឹងក្លាយជាជីវិតដ៏សម្បូរបែបយ៉ាងពិតប្រាកដ